សាស្ត្រាចារ្យ Chen ខ្ញុំចូលចិត្តលោកចាំបន្តិច ជាវថេងតើអ្នកស្ដាយក្រោយមែនទេសុំទោសផងអំបញ្ញមិញខ្ញុំ សាស្ត្រាចារ្យ Chen តើក្នុងបន្ទប់គេងរបស់លោកមានដំឡើងកាមេរ៉ាសុវត្ថិភាពមែនទេ កាមេរ៉ាសុវត្ថិភាពតើក្នុងបន្ទប់គេងរបស់ខ្ញុំអាចមានកាមេរ៉ាសុវត្ថិភាពបានយ៉ាងម៉េចទៅ នៅជ្រុងជញ្ជាំងខាងឆ្វេងមានកាមេរ៉ាសុវត្ថិភាពអំបញ្ញមិញវាទើបតែរង្គើបន្តិចបើសិនជាវាមិនមែនជារបស់ដែលលោកដំឡើងទេខ្ញុំស្មានតែលើកនេះយោថងចង់អបអរសាទរខ្ញុំដោយស្មោះតាមពិតគឺបែបនេះសោះគ្រប់យ៉ាងគឺអាចពន្យល់បានហើយជាវថេងកុំខ្លាចអីគឺខ្ញុំជាអ្នកកាត់ផ្ដាច់ចរន្តអគ្គិសនីក្នុងវិឡានេះ សាស្ត្រាចារ្យ Chen ឬមួយក៏រឿងទាំងអស់នេះគឺជា មិនខុសទេអ្នកពិតជាឆ្លាតណាស់ដែលមើលធ្លុះដល់ថ្នាក់នេះទាំងអស់នេះគឺជាល្បិចកលខ្ញុំជឿថាអ្នកក៏ប្រហែលជាចាប់អារម្មណ៍ឃើញតម្រុយខ្លះដែរខ្ញុំតែងតែចង់មានការរីកចម្រើនហើយក៏ត្រូវការឈ្មោះក្នុងសមិទ្ធផលវិទ្យាសាស្ត្រដែរតាំងពីថ្ងៃដំបូងដែលចូលធ្វើការបងស្រីហៅninhបានប្រាប់ខ្ញុំថាត្រូវពឹងផ្អែកលើបុរសដើម្បីបានឡើងបុណ្យស័ក្តិហៅninhនាងគឺជាជំនួយការផ្ទាល់ខ្លួនរបស់យោថងហេតុអ្វីបានជាខ្ញុំគិតមិនដល់ចំណុចនេះពីមុនខ្ញុំពិតជាស្មានថាអ្នកគឺជាមនុស្សដែលយកចិត្តខ្ញុំអូរឿងស្រាក្រហមថ្ងៃនេះក៏នាងជាអ្នកប្រាប់អ្នកដែរមែនទេប៉ុន្តែគឺសិនយថេងជាអ្នកប្រាប់ខ្ញុំនាងប្រាប់ខ្ញុំថានាងនៅជាមួយសាស្ត្រាចារ្យ Chen ហើយថែមទាំងបង្រៀនខ្ញុំពីរបៀបល្បួងលោកទៀតផងលោក Chen សាច់ហេបើអញ្ចឹងគ្រប់យ៉ាងគឺច្បាស់អស់ហើយពីមុនលោក Chen ម្នាក់នេះតែងតែចង់សហការជាមួយយោថងដោយចង់យកសមិទ្ធផលស្រាវជ្រាវរបស់ខ្ញុំទៅដូរយកទ្រព្យសម្បត្តិដ៏មហាសាលឲ្យពួកគេតែខ្ញុំនឹកស្មានមិនដល់សោះថាពួកគេហ៊ានប្រើវិធីថោកទាបបែបនេះព្យាយាមគ្រប់វិធីដើម្បីលៀងខួរក្បាលអ្នកឲ្យអ្នកមកល្បួងខ្ញុំបើសិនជាមានរឿងអ្វីកើតឡើងរវាងពួកយើងយោថងនឹងយកភស្តុតាងនោះទៅប្តឹងខ្ញុំថាខ្ញុំមានស្រីនៅខាងក្រៅហើយដេញខ្ញុំចេញដោយដៃទេតែម្ដង